certificate នេះគឺជា certificate គេហៅថានាំចូលផលិតផលនេះផ្ដាច់មុខទូទាំងប្រទេសហ្មងបង ទូទាំងប្រទេស អញ្ចឹងមានន័យថាគាត់តែបញ្ជាក់ទៅពីក្រៅមកទេឬក៏មានបញ្ជាក់ក្នុងស្រុកយើងដែរ ណែ អូនេះអ្វីដែលបងប្អូនចង់បានក្រសួងពាណិជ្ជកម្ម នេះក្រសួងពាណិជ្ជកម្មនៅកម្ពុជា បាទអូ បាទបងប្អូនឃើញណា មិនមែនតែក្រៅទេមានទាំងក្នុងទៀត ហើយអ្វីដែលសំខាន់គឺបងអាចឈរជើងយ៉ាងរឹងមាំមកក្នុងវិស័យនេះ11ឆ្នាំជាមួយនឹងទំនុកចិត្តពីបងប្អូនយើង បាទតែបើសម្រាប់បងប្អូនអ្នកស្រឡាញ់ឡានថាឡានគាត់តម្លៃ 20000 និយាយចឹងចុះបង 20000 30000 40000 ត្រឹមបិទឡានថាមួយសេត 1000 អត់មានអីថ្លៃទេបង វាអត់សំខាន់1000ទេសំខាន់បងប្អូនយើងយល់ច្រឡំថាអញ្ចេះទៀតយល់ច្រឡំថានៅ TJ មានតែស្គត់រាប់ពាន់ទេអត់ទេមានចាប់ទៅ2 300ទៅដូចគ្នាដែរក៏ប៉ុន្តែគុំយកអា2 300យើងធានាមួយឆ្នាំ2ឆ្នាំទៅប្រៀបធៀបជាមួយគេ200ធានា7ឆ្នាំវាទៅអត់រួចទេបងប្អូនគ្នាមុខសញ្ញាចរាចរណ៍មកហើយណែ ថ្ងៃហ្នឹងដើម្បីគេថាគោរពច្បាប់ចរាចរណ៍ផ្លូវគោកបាទ មួយរយៈនេះជីភ័យហ៎ បុកពោះដែរហ្នឹងហ៎ បុកពោះណា តែដោយសារយើងមិនសូវទៅឆ្ងាយ អញ្ចឹងហ៎ ហើយណាមួយដូចនិយាយចឹងបងប្អូនវាជារឿងមួយដែលយើងគួរតែធ្វើដែរក្នុងនាមជាពលរដ្ឋល្អដូចខ្ញុំអញ្ចឹងណាបាទបកអាខុសបិទអា អត់ទៅខុសហ៎ បងប្អូនគ្នាទីបំផុតឥឡូវនេះឡាប៊ីដែលជាអ្នកស្រឡាញ់និយមខាងផ្នែកលេងឡានដែរណាជាពិសេសគឺអាសាដូរពណ៌ឡានជាមួយនឹងពូ TJ ពី3ពណ៌ទៅហើយជារួមទៅគឺកាត់ធីមតិចមែងដែរបាទឥឡូវនេះមកបកបាទដោយសារតែបងប្អូនដឹងស្រាប់ហើយថាឥឡូវនេះការបិទផ្លាស់ប្ដូរពណ៌ឡានគឺច្បាប់រឹតបន្តឹងខ្លាំងមែនទែនបាទបងតែហើយបងក៏សង្ឃឹមឆាប់ខាងមុខនេះច្បាប់នឹងសិក្សាទៅលើវិស័យនេះថាតើធ្វើយ៉ាងម៉េចដើម្បីឲ្យបងប្អូនយើងអ្នកនិយមលេងពណ៌ឡានលេងឡានដែលបិទពណ៌បិទអី style អីផ្សេងៗហ្នឹងគឺអាចបិទបានដោយស្របច្បាប់បាទហើយក្នុងនាមបងជាអ្នក OC បងនឹងអនុវត្តបើទោះជាត្រូវចំណាយទៅលើ license អីយ៉ាងណាអាហ្នឹងយើងគ្រប់ទៅតាមគោលការណ៍រីករាយដោយសារក្នុងនាមយើងជាពលរដ្ឋម្នាក់ដែលរស់ស៊ីនៅក្នុងប្រទេសយើងមិនចង់ធ្វើអ្វីដែលក្រៅពីប្រព័ន្ធច្បាប់ទេបាទពិតបងជាក់ស្ដែងដោយឡាន Labi អញ្ចឹងបងប្អូនទាំងគ្នាឡាននេះគឺពណ៌សទេពណ៌សឡានពណ៌សមានបងប្អូនយើងមួយចំនួនដែលគាត់ស្គាល់គាត់ថាឡានខ្ញុំតែបកហើយជិះយូរប៉ុណ្ណេះជិះឆ្ងាយប៉ុណ្ណេះបកហើយដល់ទៅឆ្នាំហើយដល់ឆ្នាំហើយមើលបកក្មុំសិនឥឡូវអ្នកដែលធ្លាប់និយាយហ្នឹងខ្ញុំឲ្យមកមើលបកក្បាលម៉ាស៊ីនបើសិនដោយទឹកថ្នាំមែនណាតែដូចដែរនិយាយអញ្ចឹងបងបីតែកាវមួយដំណក់ក៏មិនមានស្រក់នៅលើទឹកថ្នាំឡាននេះដែរបាទហើយមូលហេតុអីបានយើងជឿទុកចិត្តហើយនឹងជឿជាក់ 100% ទៅលើប្រភេទស្កុតរបស់ពូទីជេដែលហ៊ានធានាថាបកមកគឺស្អាតភ្លឹងហើយអត់ប៉ះពាល់ដល់ថ្នាំឡានអ្នកបងឡាញឆ្ងល់ឡើយនឹងអត់មិនបានកន្លងមកបងហ៊ានខ្ញុំចេះឆ្ងល់ដែរមានអារម្មណ៍ថាមិនបងហ៊ានមែនដូចដែលយកកលោតបន្ទាក់ធម្មតាឡានជិះផ្លូវឆ្ងាយបិទយូរមិនក៏ហ៊ានធានាឲ្យភ្ញៀវហើយឡានមានម៉ាស៊ីនតូចម៉ាស៊ីនធំចង់ដល់ V12 ដល់ Super Car អីក៏ដោយបាទក៏នៅតែហ៊ានធានាហើយយ៉ាងច្បាស់លាស់យ៉ាងមុតមាំទៀតហើយអ្វីដែលសំខាន់គឺបងអាចឈរជើងយ៉ាងរឹងមាំមកក្នុងវិស័យនេះ11ឆ្នាំជាមួយនឹងទំនុកចិត្តពីបងប្អូនយើងបាទតែគ្រាន់តែមួយរយៈនេះដោយបងប្អូនបានដឹងអញ្ចឹងអតិថិជនថ្មីភាគច្រើនដែលទើបតែទិញឡានគឺគាត់កំពុងតែវល់ច្បុកច្បល់ខ្លាំងជាមួយនឹងតម្លៃនៅលើទីផ្សារបងឡាញ់ប៉ិតបង200ជាង300ជាងធានា7 8ឆ្នាំអត់ឡើងដូច brand TJ យើងបើកមករាប់ឆ្នាំទេអត់មានទៅវិញបាទឥឡូវបងប្អូនវិភាគខ្លួនឯងវិញថាហេតុអីត្រង់ចំណុចមួយនេះដែលបងប្អូនតែងតែសួរពូ TJ ថាពូមិនអាវ៉ាន់ពូថ្លៃបាទខ្ញុំហ៊ាននិយាយថាអាវ៉ាន់ពូគុណភាពសមនឹងតម្លៃបាទបើវាមិនល្អវាមិនថ្លៃទេបាទមែនទេហើយកន្លែងហ្នឹងបងបញ្ជាក់បន្តិចដោយសារតែបងរស់ស៊ីនៅក្នុងវិស័យនេះយូរឆ្នាំហើយកុំឲ្យនិយាយថាតាមាត់មែនទេអានេះគេបងអានេះ certificate certificate នេះគឺជា certificate គេហៅថានាំចូលផលិតផលនេះផ្ដាច់មុខទូទាំងប្រទេសហ្មងទូទាំងប្រទេសវ៉ាវនៅស្រុកខ្មែរម៉ាកសញ្ញាដែលយើងប្រើប្រាស់ដូចនៅលើឡានបងអនឡាញនេះបកមកភ្លឹងចេះឃើញទេអត់មានដាច់មកបន្តិចចឹងបងបាទមើលបកមកថ្មីជាងមុននេះឡាននេះបងប្អូនឃើញហើយនេះបកមកខ្ចីញញឡានអ្នកខ្ជិលលាងទឹកនេះបាទជិះឡើងទួអស់ហើយឥឡូវបកមកភ្លឹងបាទហើយត្រង់ចំណុចអស់ហ្នឹងថាហេតុអីបានបងទុកចិត្តទេបាទបងប្រើម៉ាកនេះមកយូរឆ្នាំហើយជិត10ឆ្នាំហើយនេះ brand នេះគេទេបង brand Aristic អូ brand ដែលយើងប្រើស្គុតយើងទូទៅទាំងអស់ Worldwide ហ្មងបងបាទបងប្អូនទាំងអស់គ្នាវាយតែឈ្មោះហ្នឹងនៅលើ Google នៅលើ YouTube អីចេញអញ្ចឹងឥឡូវផ្ដាច់មុខហ្មងនៅក្នុងស្រុកខ្មែរនៅក្នុងស្រុកខ្មែរបងផ្ដាច់មុខមកយូរឆ្នាំហើយម៉ាកផលិតផលនេះគឺយើងប្រើគ្រប់សាខារបស់ TJ បាទហើយយើងមាន certificate ផ្ដាច់មុខពីរោងចក្រពីអីធំទៅបាទហើយអ្វីដែលសំខាន់សួរថាផលិតផលនេះហេតុអីបានយើង
chưa chạy thaផលិតផលនោះល្អគុណភាពខ្ពស់ហើយគ្មានការខ្លែងបន្លំនៅស្រុកខ្មែរ បាទ ធ្វើមិនបានដឹង បងអញ្ចឹងមានន័យថាគាត់តែបញ្ជាក់ទៅពីក្រៅមកទេឬក៏មានបញ្ជាក់ក្នុងស្រុកយើងដែរ ណែ អូនេះអ្វីដែលបងប្អូនចង់បានក្រសួងពាណិជ្ជកម្ម នេះក្រសួងពាណិជ្ជកម្មនៅកម្ពុជា បាទអូ បាទបងប្អូនឃើញណា មិនមែនតែក្រៅទេមានទាំងក្នុងទៀត បាទបើសិនជាបងប្អូនយើងតនេអាចធ្វើការខ្លែងបន្លំម៉ាក់នេះលេងលេងទៅបាទសំណុកពូធីជេធ្វើការព្រោះថ្មីថ្មីនេះមានបងប្អូនយើងខ្លែងបន្លំស្បែកជើងផ្ទាត់របស់ពូធីជេហើយ ច្រើនមែនទែនបង បាទឥឡូវនេះយើងស្រាវជ្រាវមុខសញ្ញាបានទៅហើយបាទតែសម្រាប់ស្កុតនេះបងប្អូនទាំងគ្នាប្រហែលឆ្នាំមកនេះតាំងពីពូធីជេផ្ដាច់ផលិតផលនេះមកស្រុកខ្មែរគឺគ្មានការខ្លែងបន្លំទេ បាទ មិនមានទេដោយសារតែយើងគ្រប់គ្រងហើយនឹងការពារបានល្អហើយជាពិសេសគឺយើង trademark ការពារម៉ាកសញ្ញានេះនៅក្នុងប្រទេសរបស់យើងតែផ្ទាល់ អញ្ចឹងខ្ញុំគិតថាបើសម្រាប់បងប្អូនអ្នកស្រឡាញ់ឡានថាឡានគាត់តម្លៃ 20000 និយាយអញ្ចឹងចុះបង 20000 30000 40000 ត្រឹមបិទឡានគេថាមួយសេត 1000 អត់មានអីថ្លៃទេបង វាអត់សំខាន់1000ទេសំខាន់បងប្អូនយើងយល់ច្រឡំថាអញ្ចេះទៀតយល់ច្រឡំថានៅ TJ មានតែស្គុតរាប់ពាន់ទេ បាទ អត់ទេមានចាប់ទៅ2 300ទៅដូចគ្នា ដូចតែគ្នាដែរ ក៏ប៉ុន្តែកុំយកអា2 300យើងធានាមួយឆ្នាំ2ឆ្នាំទៅប្រៀបធៀបជាមួយគេ2 300ធានា7ឆ្នាំ បាទ វាទៅអត់រួចទេវាអត់មានហេតុផលណាដែលស្គុតតម្លៃថោកឲ្យធានាយូរដល់ថ្នាក់ហ្នឹងទេ យល់បង បើធានាយូរដល់ថ្នាក់ហ្នឹងបើមានគុណភាពល្អដល់ថ្នាក់ហ្នឹងមិនក៏រោងចក្របងមិនធ្វើ ធ្វើវាអត់បាន មិនបានរោងចក្រស្តង់ដារលំដាប់មួយនេះមិនធ្វើ បាទ មិនក៏ brand អាមេរិកល្បីធំគេមិនធ្វើអាស្គុត200ធានា7ឆ្នាំបាននេះ បាទ យើងឆ្ងល់តែប៉ុណ្្នឹងទាំងដែលដឹងថាអាស្គុតហ្នឹងនឹងធ្វើមកគឺលក់ដាច់ហើយ បាទ មិនក៏គេធ្វើអត់បានយើងសួរចេះវិញហើយរបស់ដែលល្អមួយឧទាហរណ៍សំបីតែកៅអៅក៏ដោយ បាទ ដេចេញពីរោងចក្រឧស្សាហកម្មធម្មតាហើយនៅរោងចក្រដែលគេធ្វើមកលំដាប់ ISO មួយណាថ្លៃជាង មិនឈ្នះរបស់គេលំដាប់បង គ្រាន់តែការផលិតមានការ detail ណា បាទ ហើយនៅការផលិតសាច់កណាត់ទៀត សាច់ពាក់មិនអី យើងឆ្ងល់ទេថាអាវយឺតដូចគ្នាអាវមួយពាក់រាប់ឆ្នាំ បាទ ការផ្លាស់ប្ដូរទ្រង់ទ្រាយយាអីក៏តិចតួចភ្នែគេមិនប្រើមិនងាយរសាត់ឬក៏ដាច់ទៅណាទេមែនទេ បាទ តែបើសិនជាអាវធម្មតាពាក់តែមិនតិចយា star ហើយធ្នេរសាត់អស់ហើយ បាទអញ្ចឹងដូចនិយាយបងបើសម្រាប់អ្នកដែលស្រឡាញ់ឡានតម្លៃឡានបិទមិនសំខាន់ទេអាតម្លៃមកជុំងុំជាងគេដូចជាការបញ្ជាក់អញ្ចឹង បាទការបញ្ជាក់ អារឿងស្គុតវាច្រើនម៉ាក់ច្រើនម៉ូតណា បាទ តែអាស្គុតដែលបានបញ្ជាក់ទី1ពីរោងចក្រក្រៅស្រុក យើ ទី2ក្រសួងពាណិជ្ជកម្មទទួលស្គាល់ ហើយសួរតែអញ្ចឹងបងប្អូនឡាញហើយបើសិនជាក្រុមហ៊ុនឬក៏រោងចក្រផលិតអត់ស្តង់ដារអត់ច្បាស់លាស់គេចំណាយទៅរៀបចំឯកសារអស់ហ្នឹងទៅអី បាទ មែនអត់ ខាតតែពេលបង បើផលិតផលហ្នឹងគ្រាន់តែផលិតមកដាក់ឈ្មោះ A យកមកលក់ថ្ងៃក្រោយអា A ហ្នឹងមានបញ្ហាយើងដឹងវាមានបញ្ហាលក់លេខដាច់ដាក់ B បាទ ផលិតផលដែល បាទ ដាក់ C ផលិតហើយលក់មកអញ្ចឹងហើយផលិតផលដែលទេឲ្យតែ brand ហ្នឹងមានបញ្ហាលើក្រោយដូរឈ្មោះដាក់ brand អីផ្សេងមកទៀតដែរ បាទបងចេះបងប្អូនមានគំនិតមួយបងប្អូន បាទ ឃើញបងប្អូនយើងមួយចំនួនដែលគាត់ទិញឡានហើយគាត់ដូចបងនិយាយមុនហ្នឹងចុះ បាទ ពិបាកចិត្តរឿងអារកទៅកន្លែងអ៊ុតស្គុត ហ្នឹងហើយ ចឹងខ្ញុំគាត់ថាបងម្ចាស់ការ៉ាស់ឡានណា ហឹម បើសិនជាអាចមានពេលវេលា corporate មួយ TJ ទៅនុកចិត្តហ្មងនិយាយនេះមិនមែនក្នុងនាមថាស្គាល់ពូ TJ ប៉ុន្តែបិទច្រើនដងហើយបានចង់និយាយរឿងហ្នឹងបើសិនជាបងជាម្ចាស់ការ៉ាស់ឡាន corporate ជាមួយពូ TJ ខ្ញុំគិតថាវាជារឿងល្អមិនល្អទី1គឺបានតម្លៃពិសេសជាមួយនឹងការ៉ាស់នឹងការ៉ាស់ បាទ ទី2ម្ចាស់ឡានហ្នឹងគាត់មានទំនុកចិត្ត បាទ អញទិញឡានបានល្អហើយអញមានឡានមានការ៉ាស់ឡាន corporate ជាមួយពូ TJ ទៀតគាត់អត់អាស្គាត់ល្អទៀតរើសតែពណ៌ហើយអត់ខ្វល់ អត់ទេចាប់ពីថ្ងៃនេះគឺអាច cooperate បាន ឥឡូវបងបើកឱកាសណាបង បើកឱកាសតែម្ដង អូ សម្រាប់ បងម្ចាស់ក្រាស់ឡានអូ បាទ និយាយមែនក្នុងនាមខ្ញុំដូចនិយាយយ៉ាងអត់អស់លុយដូចគ្នាទេប៉ុន្តែចង់និយាយថាបើសិនជាបងពិតជាស្រឡាញ់អតិថិជនលក់ហើយកុំចង់ឲ្យគាត់លក់ឲ្យទៅបាត់ណា បាទ លក់ឲ្យយកគាត់មកទិញទៀតណា ហើយចេះបងប្អូនយើងម្ចាស់ការ៉ាកន្លងមកមានបញ្ហាច្រើនតាមរយៈការ cooperate ហ្នឹងដោយសារអី cooperate ជាមួយនឹងហាងបិទស្គុតដែលអត់ច្បាស់លាស់ បាទ ប្រហែលថាគាត់ free ឲ្យអតិថិជនគាត់មែនដើម្បីអតិថិជនសប្បាយចិត្តទិញឡាន free UV free ស្គុតក៏ប៉ុន្តែអតិថិជនគាត់សប្បាយចិត្តនៅពេលដែលបិទដំបងអត់មានបញ្ហា បាទ ដល់ពេលមួយឆ្នាំពីរឆ្នាំក្រោយបកមកប្រហែលជាប់ថ្នាំឡានខឹងដល់ការ៉ាឡានទៀត ហ្នឹងហើយបង សួរថាដល់ពេលមិនមែនមកពីឡានអត់គុណភាពទេមកពីស្គុតដែលគាត់ free ឲ្យហ្នឹងទៅប៉ះពាល់ទឹកថ្នាំឡាន ហើយគាត់គិតថាហ្នឹងមកពីឡានឲ្យអត់ល្អ បាទដល់ពេលអញ្ចឹងវាពាក់ព័ន្ធអីដល់ពេលថ្ងៃក្រោយអតិថិជនអន់ចិត្តក៏មានបញ្ហាដែរ អញ្ចឹងខ្ញុំគិតថាចំណុច បាទ នេះសំខាន់ណាបងព្រោះអ្នកខ្លះដែលខ្ញុំស្គាល់ណា បាទ គាត់ទិញឲ្យតែរឿង UV ហ្នឹងគាត់ពិបាករកកន្លែងបិទដែរនិយាយមែនបងប្រហែលជាផ្លិច បាទ ហើយតែខ្ញុំចាំ បាទ UV ខ្ញុំឡានទិញភ្លាមខ្ញុំយកអ៊ុតភ្លាម បាទ នេះប្រើដល់សប្ថ្ងៃបងផ្លេចហើយបងអ្នកបិទឲ្យផ្លេចហើយ អូត្រូវហើយ អ៊ុត បាទ ចិត្ត2ឆ្នាំហើយ
การนั้นคือเมาเตียงกูเลยบ่ดองป่าแต่เลยนี่คือเมาทำไงดิการนั้นคือว่าเมาจะมวยนักสอบเอง ไว้ยังโอนลูกดัดเลยโอนกับพงแต่สบายรถไดกูห้องเนี่ยแต่ไปยังวิดีโอนี่เป็นไงจุนไดกูเลยป่ะเอ้ย อะไรจะโดยจีเวงได้นะจังวิดีโอนี้บอมโอนยื่นบ้าคือtinh đồng nục chất một tinh nơi thi chế mình xua thành vậy mấy bạn bong ôn dương thử để trai luôn cho môi nâng thi chế ô tô vớt và tôi chưa thay dương kia tinh men tùng nục chất của lôi tinh tôi nâng mình ai xóm bê đông bong ôn đó thế bán này chẳng tục oi pu đi chế nè xóm bê đông bong ôn đó nè sầm khăn à cứ tùng nục chất chun bong ôn đó nè tam ở vây để bong ôn đó nè là tôi bàn chẳng video này dương miền Bắc này hay dương được chụp bong ôn đó nè là video khởi cho môi nângปอลานลาบีแต่ได้ยืมมันไอ้บัดคอปีปอดาวมาได้จองไอ้บอมโอนตีทำมีนเอาไว้ได้ปีเซ่เป็นปีเซ่พลาดไอ้เก้บ้าลีไอ้เก้นั่นบัดเตะเต้าบัดเตะเต้ายังมีสบายเชียงดับกูจูนบ้าจังบอมโอนนี้ช่วยใจดำเลยวิดีโอนี้หนึ่งตัวบางกับโดปีลาบีเอาที่ยืมพลานมาเอาคนชาวบอลเนี่ยจุ่มในวิดีโอกรอย